ជំរាបសួរបងប្អូនគ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទសាជាថ្មីបងប្អូនគ្នាថ្ងៃនេះខ្ញុំមានដំណឹងពិសេសមួយគឺក្រុមហ៊ុន Isotope Ozone បានទម្លាក់ plugin free មួយដែលមានឈ្មោះថា Insight 2 Insight 2 នេះគឺជា plugin មួយសម្រាប់ឲ្យយើងបានត្រួតពិនិត្យឬក៏ឆែកមើលអំពីកិច្ចការរបស់យើងពីការ mixing របស់យើងពីកម្រិតសំឡេងរបស់យើងកម្រិតឮសំឡេងឬក៏ពី stereo បាទ height ធំប៉ុណ្ណាឬក៏ frequency ឬក៏ហៅថា break កង់របស់យើងនឹងឮ high low ខ្លាំងប៉ុណ្ណាអញ្ចឹងទៅបងប្អូនគ្នាអញ្ចឹងភាគច្រើនគេដាក់វានៅខាងក្រោយគេបង្អស់នៅក្នុង channel master វាអត់មិនមែនជាសម្រាប់ឲ្យយើងសេរីសំឡេងដូច EQ ដូចអីទេវាគ្រាន់តែជាការវាស់កម្រិតសំឡេងដើម្បីឲ្យ producer អាចឃើញថាយើងធ្វើបានឬក៏កម្រិតសំឡេងឮនោះបានប៉ុណ្ណាឬក៏ frequency របស់យើង break កង់របស់យើងនឹងវាយ៉ាងណាបាទបងប្អូនគ្នាអញ្ចឹងចុច link ខាងក្រោមបងប្អូនគ្នាវានឹងនាំបងប្អូនគ្នាទៅកាន់website មួយដែលមានឈ្មោះថា plugin boutique បាទ plugin boutique គឺជាទីផ្សារលក់ plugin បងប្អូនគ្នានេះបងប្អូនគ្នាឃើញបាទអញ្ចឹងបងប្អូនគ្នាត្រូវ register account ជាមួយនឹង plugin boutique សិនណាបងប្អូនគ្នាអញ្ចឹងខ្ញុំមានហើយបាទខ្ញុំមានaccount ជាមួយ plugin boutique ព្រោះខ្ញុំធ្លាប់ទិញ plugin ក៏ដូចជាខ្ញុំធ្លាប់ទទួល plugin free ពី plugin boutique នឹងដែរអញ្ចឹងបងប្អូនគ្នាគាត់ចុចកាតមកហើយធ្វើដូចសក់មួយដងដូចយើងទិញ plugin ផ្សេងមកដែរអញ្ចឹងនេះគឺជារបៀបដែលយើងអាចនឹងទទួលបាន plugin free អរគុណច្រើនបងប្អូនគ្នានេះគឺជាវីដេអូខ្លីមួយដែលជាដំណឹងមួយសម្រាប់បងប្អូនគ្នាអាចទទួលបាន plugin Isotope Ozone គឺ Insight 2យកមកប្រើគឺ license បងប្អូនគ្នាហើយទោះបីជាបងប្អូនគ្នាដូរកុំព្យូទ័រថ្ងៃខាងក្រោយក៏យើងអាចយកមកប្រើវិញព្រោះយើងមាន license អរគុណច្រើនជម្រាបលាបងប្អូនគ្នាកុំភ្លេច subscribe channel របស់ខ្ញុំបាទផងអរគុណជម្រាបលា